ថ្ងៃនេះគឺជាថ្ងៃដ៏ល្អបងប្អូនគឺបានចម្លងនៅក្បួននេះគឺជាក្បួនរបស់មេតបបងប្អូនហើយបានខ្ញុំហៅថាក្បួនជារបស់មេតបគឺម្ចាស់ក្បួននេះគឺជាមេតបពីមុនគឺជាអ្នកបង្កើតនៅបកកន្សែងសណាដែលកំណើតនៅកម្ពុជាក្រោមនៅខាងខេត្តស្វាយតងយ៉ាងនេះស្រុកស្វាយតងហើយតម្រារបស់គាត់គឺមានកូនចៅបានទុកជាងខ្ញុំចម្លងទៅតាមក្បួនចាស់ដែលសល់ពីមុនមកហើយនឹងគ្រូលោកគ្រូល្បីទៀតក្នុងនេះគឺមានលោកគ្រូដើមក្បួនដើមហៅថាលោកតាផ្លិតគឺលោកនៅវត្តចេដៃពីដើមឥឡូវនេះលោកកសាងថ្មីយើងលោកផ្លាស់ឈ្មោះថាវត្តប្រាសាទភពដល់ពីដើមលោកនៅវត្តចេដៃហើយលោកជាមេតបសម័យហ្នឹងហើយក៏ជាអ្នកបង្កើតនៅបកកន្សែងសបងប្អូនដឹងទេអ្នកដែលលីបកកន្សែងសគឺដឹងហើយនេះគឺជាក្បួនរបស់គាត់ហើយនឹងក្បួនរបស់លោកតាញឿនណាលោកតាញឿននៅវត្តពលោះនិងជាក្បួនមួយទៀតគឺក្បួនរបស់លោកគ្រូតាគឺក្បួនលោកពញូគឺប្រមូលផ្ដុំនៅក្នុងទាំងអស់ហើយក្បួននេះ99%គឺជាវិជាខាងសង្គ្រាមនិងវិជាមើលជំងឺនិងថ្នាំបងប្អូនថ្នាំហើយមាន10%គឺវិជាខាងផ្លូវងឹតដូចជាវិជាបើកទ្វារខ្មោចវិជាស្នេហ៍ថ្នាំស្នេហ៍និងខាងស្នេហ៍ជាដើមហើយនឹងវិជាមួយទៀតគេហៅថាវិជាបងតំណែងណាគឺខ្ញុំយកមកទុកនៅក្នុងនេះទាំងអស់ប៉ុន្តែភាគច្រើនគឺនៅក្បួននេះគឺជាមន់វិជាខាងផ្លូវស្ដាំណាមានតែ10%ទេដែលវិជាខាងបំផ្លិចបំផ្លាញបំបែកបំបាក់និងធ្វើវាមានតិចណានឹងគឺខ្ញុំបានធ្វើឲ្យដែរហើយគឺដូចខ្ញុំនិយាយចឹងក្នុងនេះមានក្បួនលោកគ្រូធំនៅខាងកម្ពុជាក្រោមហើយក្បួនមួយនេះគឺខ្ញុំនឹងត្រៀមសរសេរគឺប្រហែលជាប្រភេទក្បួនគេហៅមរៈវិជាគឺវិជាសម្រាប់ឬក៏មុនខ្មៅណាមុនខ្មៅសពគឺខ្ញុំនឹងដាក់នៅក្នុងក្បួនមួយនេះអ្វីដែលធ្លាប់បានរៀនមកឬក៏បានចេះដឹងតិចតួចណាគឺដាក់នៅក្នុងនេះគឺមានវិជាក្លាសិលនិងមុនខ្មៅផ្សេងណាយើងនិយាយថាមុនខ្មៅស្ដាប់យើងកុំពេញញ៉ាំច្រើនហើយនេះគឺហើយបងប្អូនហើយនឹងក៏មិនមែនជារបស់ខ្ញុំណានឹងគឺជាយុទ្ធជូនគ្រូណាសន្យាមួយគាត់គឺប្រមូលផ្ដុំនៅវិជាផ្សេងដាក់នៅក្នុងនេះគឺវិជាខាងនៅកម្ពុជាក្រោមដែលចម្លងឬក៏ថែរក្សាក្បួនចាស់ទុកមកគឺខ្ញុំយកមកទុកនៅក្នុងនេះទាំងអស់ហើយក៏ថ្ងៃនេះក៏បានហើយបងប្អូនហើយបញ្ចប់ទៅដោយថ្នាំបញ្ចប់ចុងក្រោយបងអស់គឺក្បួនថ្នាំដែលស្ដាច់ថ្នាំដែរក្បួនថ្នាំគឺធ្លាប់បានព្យាបាលជំងឺហ្នឹងគឺជាអីហ្នឹងក៏យកមកទុកនៅក្នុងនេះគឺខាងក្រៅគឺក្បួនថ្នាំហ្នឹងឯងគឺខ្ញុំមិនសូមបង្ហាញទេហើយសូមអរគុណច្រើនសម្រាប់ការទស្សនាវីដេអូមួយនេះសូមជូនបុណ្យកុសលទាំងអស់គ្នាបងប្អូននៅការចារក្បួនអស់នេះសង្ឃឹមថានឹងបានជាប្រយោជន៍ដល់ក្មេងជំនាន់ក្រោយនិងទុកជាកេរមរតកសម្រាប់ក្មេងជំនាន់ក្រោយហើយក៏ក្បួនមួយនេះគឺខ្ញុំធ្វើឲ្យគឺខ្ញុំយកទៅកប់លាក់ទុកព្រោះវាជាមន់ខ្មៅបើយើងទុកចោលក៏វាស្ដាយបងប្អូនជាងធ្វើឲ្យយកទៅកប់ទុកទៀតទៅសូមអរគុណចាស់ទស្សនានៅវីដេអូមួយចាប់ជួបគ្នាវីដេអូក្រោយទៀតសូមអរគុណ